ណាគេខ្លះមកពីដាលេងចូលឆ្នាំចូលខ្លួនចាលើអីហ្នឹងកំតាន់ភ័យបាយបុហ្វេពងទាក្លុកនេះអាចជួយបានចាហើយពិសេសថងពងទាក្លុកហ្នឹងក៏យកអាចលេខគ្រឿងបានខ្លួនឯងទៀតរកចាប់បានមកស្លាញ់ហ្មងហើយមួយចានគេហ្នឹងគឺថ្លៃធំតែ 5000 ទេគឺមានបាយសស្រាប់មួយចានឲ្យយើងទៀតហើយគ្រឿងផ្សំនៅកន្លែងគាត់ហ្នឹងមានឡើង10មុខជាងមានតាំងពីសាច់ជ្រូកប្រហិតបន្លែហើយនិងសាច់ពៅអីជាដើមហើយពេលដែលគាត់ជានៅយើងហ្នឹងគឺគាត់ដាក់ពងមាន់2គ្រាប់មកដល់កន្លែងនេះខ្ញុំឆ្ងល់បដ ாய் គាត់ដាក់ផ្លាក់នៅមុខហ្នឹងបាយពងទាក្លុកទេប៉ុន្តែដល់ពេលគាត់ជាគាត់ប្រើពងមាន់ហ្នឹងតាមអីទេឆ្ងាញ់ដូចតែគ្នាហ្នឹងពងទាមាន់ញ៉ាំមើលនិយាយទៅនៅកន្លែងគាត់ហ្នឹងគឺលក់ធូរថ្លៃហ្មងដូចមេធីអីហ្នឹងក៏មានតម្លៃចាប់ពី 2000 រៀលឡើងទៅប៉ុន្តែដូចជាថាអុយឡើងឆ្ងាញ់សាហាវហ្មងអ្នកនរគ្នាសូម្បីតែកន្លែងអង្គុយគេដែលគាត់ចេញមកក៏ខ្ជូតដែរឡើងភីងបដ ாய் ហើយមើលពងក្លុកក៏សាច់ឡើងក្រាស់ហ្មងមើលមកបែបធម្មតាតែដូចជាបែបមិនធម្មតាចង់និយាយចឹងហើយខ្ញុំឃើញនៅកន្លែងគាត់ហ្នឹងពាក្យច្រើនគឺមានសិស្សស្លាទៅទិញញ៉ាំច្រើនមែនតើចាប់ដើមលក់តាំងពីម៉ោង 10 ព្រឹកទៅហើយសម្រាប់ទីតាំងនៅកន្លែងគាត់វិញគឺគាត់លក់នៅខាងក្រោយវាំងហ្មងលក់តមុខជាមួយនឹងកន្លែងលេងឡានអ្នកនរគ្នាអាចទៅរកមើលបាន